អ្វីដែលជាទស្សនៈនៃការបង្ហាញ show របស់ខ្ញុំណាអ្វីដែលជាទស្សនៈបង្ហាញ show របស់ខ្ញុំគឺជាទស្សនៈប្លែកមួយគឺជាទស្សនៈប្លែកមួយគឺជាទស្សនៈប្លែកមួយដែលតកតងបាទគឺជាទស្សនៈប្លែកមួយដែលតកតងទៅនឹងទស្សនៈដែលនៅក្នុងចំណោមខ្មែរយើងអត់មានអ្នកណាគិតដូចខ្ញុំទេខ្ញុំស្វែងរកឫសគល់នៃសង្គ្រាមវៀតណាមសង្គ្រាមយូក្រែនសង្គ្រាមនៅហ្គាហ្សាសង្គ្រាមនៅមជ្ឈមបូព៌ាលើកលែងតែសង្គ្រាមនៅអាហ្វ្រិកដែលជាទ្វីបខ្ញុំអត់បានរៀនសង្គ្រាមនៅវៀតណាមរហូតដល់សង្គ្រាមនៅប្រទេសខ្មែរប្រទេសលាវខ្ញុំតែងស្វែងរកឫសគល់នៃសង្គ្រាមក៏ដូចជាការសិក្សាស្វែងយល់ពីឫសគល់នៃសង្គ្រាមលោកទី2ដែរនៅក្នុងបច្ចុប្បន្ននេះខ្ញុំនិយាយថាសង្គ្រាមគឺមកពីរឿងឆ្លោះគ្នារវាងលោកហ៊ុនសែននិងតាហ៊ានសៀមខ្ញុំឈរលើបន្ទាត់នៃកំហើញនេះរហូតមកខ្ញុំឈរលើបន្ទាត់នៃកំហើញនេះរហូតមកហើយខ្ញុំរៀបរាប់ថាតើសង្គ្រាមនេះដោះស្រាយយ៉ាងម៉េចសង្គ្រាមនេះគឺត្រូវដោះស្រាយដោយបុគ្គលដែលវាទាស់គ្នាបើបុគ្គលនឹងវាមិនដោះស្រាយទេទោះបីមានការអន្តរាគមន៍ពីបណ្ដាប្រទេសនានារួមទាំងមហាអំណាចក៏វាមិនអាចធានាសុខសន្តិភាពរវាងប្រទេសកម្ពុជានិងថៃបានឡើយមិនអាចទេបាទមិនអាចទេណាមិនអាចទេដោយសារអ្វីណាដូចជាឧទាហរណ៍ចៅសួរតើសង្គ្រាមកម្ពុជានិងសៀមអូសបន្លាយយូរដែរឬទេវាស្រេចតែតួអ្នកឆ្លោះគ្នាគឺលោកហ៊ុនសែនហើយនឹងតាហ៊ានសៀមណា technology សរសេរថាបើមិនឈប់ស៊ីត្រាវច្រើនតាសុរយុទ្ធវាយទៀតត្រឹមត្រូវសុរយុទ្ធអាយុចាស់ជាងហ៊ុនសែនក៏ប៉ុន្តែបើសុរយុទ្ធស្លាប់ទៅនាយទាហានដតីនៅក្នុងក្រុមប្រឹក្សាព្រះមហាក្សត្រថៃគឺជាថៃ military bosses ដែលហៅថាចៅវាយនៃអាមាត្យនៅប្រទេសសៀមពួកអាវក្រហមគេហៅរាជអង្គរៈកម្ពុជាណាអាវក្រហមនឹងគឺជាចៅវាយធំរបស់ក្រុមអាមាត្យរីឯសេនាធិការកងទ័ពភូមិន្ទថៃគឺជាអាមាត្យរីឯមេបញ្ជាការភូមិភាគគឺជាអាមាត្យរងដែលនៅប្រទេសថៃមានភូមិភាគ4ហើយភូមិភាគនីមួយហ្នឹងធំណាស់អញ្ចឹងរបៀបដែលគេធ្វើការហ្នឹងវាចាញ់អញ្ចឹងកម្លាំងអាមាត្យគឺតចំនួនគេហៅថា promotional lineage រីឯកម្លាំងលោកហ៊ុនសែនតពូជយើងក៏អាចដឹងដែរថាកម្លាំងតពូជហើយនិងកម្លាំងតចំនួនបើមនុស្សដូចខ្ញុំគិតកំណត់កម្លាំងតចំនួនវារស់បានយូរជាងកម្លាំងតពូជ
តើបងប្អូនយល់ចឹងទេក្រុមហ៊ុនដែលគេរកស៊ីតពូជហើយនឹងក្រុមហ៊ុនដែលគេរកស៊ីតចំនួនក្រុមហ៊ុនតចំនួនអាយុបានយូរជាងក្រុមហ៊ុនតពូជហេតុដូច្នេះហើយទើបសម័យក្រោយៗមកហ្នឹងលទ្ធិប្រជាធិបតេយ្យហើយនឹងតំណែងបោះឆ្នោតคล้ายទៅជាទម្លាប់នៃការកាន់អំណាចពីព្រោះដរាបណាបោះឆ្នោតបានមនុស្សកាន់អំណាចចេះតែមានតែបើសិនជាឲ្យតពូជដំណរនៃការតពូជនឹងអាចនឹងមានបញ្ហាដោយសារអ្នកកាន់អំណាចនោះកើតឈួតយើងឃើញហើយតាណាតពូជយូរពេកឈួតអស់ឈាមវាអត់បែកមែកសាខាណាប្រជាធិបតេយ្យគឺជាការពង្រីកសរសៃឈាមនៃមនុស្សអូបាម៉ាឡើងមក Clinton ឡើងមក George Bush Reagan ណាDonald Trump Biden អាហ្នឹងអញ្ចឹងហើយអាការតចំនួនហ្នឹងអាការពង្រីកទៅតាមសរសៃឈាមផ្សេងវាធ្វើឲ្យកម្លាំងនៃការដឹកនាំក្រុមហ៊ុនក្តីកិច្ចការក្តីនយោបាយក្តីវាល្អប្រសើរបានយូរជាងតពូជអាហ្នឹងជាចំណុចអញ្ចឹងអូខេឥឡូវឆ្លើយទៅលើកាន់ហានពូអាច live Facebook YouTube ព្រមគ្នាបានទេមានលទ្ធភាពធ្វើប៉ុន្តែដោយសារខ្ញុំមានបញ្ហាជាមួយ Facebook ខ្ញុំមានបញ្ហាជាមួយ Facebook បានខ្ញុំអត់ធ្វើខ្ញុំមាន software សម្រាប់ក្មួយមើលខ្ញុំនៅ YouTube ជាមួយគ្នាហ្នឹងចាញ់ទៅ Facebook តែ Facebook ចេះតែមានបញ្ហាខ្ញុំងាយទេគឺខ្ញុំមិន monetize Facebook show ខ្ញុំមួយធ្វើ20នាទីឬ10នាទីធ្វើអត់បានព្រោះ show ត្រូវនិយាយបញ្យលអញ្ចឹងនៅពេលដែលខ្ញុំតទៅ Facebook 1ម៉ោងណាហើយឧទាហរណ៍ថ្ងៃនេះខ្ញុំធ្វើ3ភាគឬ4ភាគ Facebook រករឿងខ្ញុំភ្លាមពីព្រោះ Facebook ចង់ឲ្យខ្ញុំ monetize នឹងទី1សួរថា monetize វាយ៉ាងម៉េច monetize ខ្ញុំបានលុយនៅក្មួយតែ Facebook ក្បាច់ក្បោពេកដល់ក្បាច់ក្បោពេកទៅកាលណា show ខ្ញុំ1ម៉ោងអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់យកលុយទេនៅ Facebook អត់ monetize ទេមួយថ្ងៃធ្វើ3ភាគ Facebook រករឿងភ្លាមអូverify account verify password verify នេះ verify នោះ verify លេខឯកើតវាអស់ពេលខ្ញុំបើនៅ YouTube ខ្ញុំមាន account YouTube ខ្ញុំធ្វើ24ម៉ោងមួយថ្ងៃក៏ YouTube គេស្វាគមន៍ YouTube គេស្វាគមន៍គ្រាន់តែ YouTube គេណែនាំឲ្យខ្ញុំធ្វើវីដេអូខ្លីៗដើម្បីបានគេយកទៅប្រើប្រាស់ច្រើនតែប៉ុណ្្នឹងទេតែគេអត់ដែលរករឿងខ្ញុំទេចម្លើយមានប៉ុណ្្នឹងណាកូនណាអ្នកដែលសួរនោះខ្ញុំមាន software មួយឆ្នាំ600ដែលអាចធ្វើ show តែមួយទេតែអាចភ្ជាប់ show ដដែលកញ្ចក់ដូចគ្នាទៅកាន់ social media 5ខ្ញុំ unsubscribe website ហ្នឹងដោយសារអីវាអត់ប្រយោជន៍ធ្វើទៅបន្តិចគេរករឿងខ្ញុំបន្តិចគេរករឿងខ្ញុំមិនបានគេរករឿងខ្ញុំមិនបាន Facebook ក៏រករឿងខ្ញុំ Facebook គាត់មានរបៀប marketing គាត់ផ្សេងណាទី1គាត់ចង់ឲ្យខ្ញុំ monetize ណាទី2ណាការ control content របស់ខ្ញុំ
នៅ Facebook គាត់មិនសូវផ្ដល់ឱកាសឲ្យអ្នកធ្វើ content ទេគាត់ផ្ដល់ឱកាសឲ្យអ្នកលេងវិញដោយគាត់ជឿថានៅពេលអ្នកលេងហ្នឹងមិន recommend page ហ្នឹងគាត់រកលុយមិនបានហើយគាត់អត់ចង់ឲ្យ platform របស់គាត់ហ្នឹងមានវីដេអូ1ម៉ោងទេគាត់ចង់ឲ្យមានវីដេអូ10-20 minute អីណាអញ្ចឹងនៅពេលដែលខ្ញុំនិយាយធម្មតាខ្មែរយើងមិនអាចចេះឡើងទៅជេរគ្នាទេយើងនិយាយសាច់ការត្រូវការពេលវេលាដើម្បីនឹងពន្យល់មនុស្សធ្វើវាអញ្ចឹង universalize show ខ្ញុំទៅ platform នានា at the same time នឹង become inconvenient អូខេក្មួយចាប់កង់បើលោកហ៊ុនសែនគាត់មិនធ្លាយសារជាមួយថាក់សិនដោះស្រាយដោយសម្រួលអាចគ្មានសង្គ្រាមរាល់ថ្ងៃទេទី1គឺរឿងសារសម្លេងទី2គឺរឿងដែលគាត់និយាយអួតថានៅប្រទេសថៃបើតែងតាំងរដ្ឋមន្ត្រីក៏គេសួរយោបល់គាត់ដែរហ្នឹងទី2ទី3គាត់ដឹងច្បាស់ថាអ្នកណាធ្វើនាយករដ្ឋមន្ត្រីអ្នកណាមិនធ្វើគាត់ដឹងថានាយករដ្ឋមន្ត្រីដួលអង្កលដែលពួកអាមាត្យចាត់ទុកថាហែងអង្គអាចសម្បើមណាស់ហែងអង្គអាចសម្បើមណាស់អញ្ចឹងអញគុំហែងស្រាប់ផងវាយហែងមួយនេះគឺជារបៀបដែលពួកអាមាត្យវារករឿងគាត់អូខេអានោះអញ្ចឹងណាកូនណាលោកតា what is your prediction of Cambodia fate after សម្ដេចហ៊ុនសែន is gone San nobody 1972តា I tell you the truth I don't like to voice my prediction especially regarding to life I do not give the significance to any leader based on their dictatorial rule. You know, I don't say that without this person, the country will be bad. No, I don't like to do that kind of prediction. I am a Democrat. I believe in democracy. I believe in the changing of leader. So I don't predict what will happen in dictatorial society. I don't. I urge my audience to pay attention to the science of leading. The science of leading is you have to change leader from time to time in business as well as in politics អញ្ចឹង you know I don't like to predict that ខ្ញុំអត់ចូលចិត្តទាយពីរឿងថាអត់សេនុទៅបានអីមានន័យថាយើងនេះឈួតសោះកូនយើងអីក៏អន់ម៉េះក្រែងយើងកើតមកពីពោះម៉ែឥឡូវឧទាហរណ៍សេនុកើតពីម៉ែគាត់ហើយខ្ញុំកើតពីម៉ែខ្ញុំហើយកូនឯងកើតពីម៉ែកូនឯងវាមិនបានអាសេនុនឹងវាខ្លាំងជាងយើងមិនបានយើងកើតមកវាមិនចេះដឹកនាំIf you think that you cannot lead the country because you are born different mother from him, you are wrong. You are capable. យើងទាំងអស់គ្នានឹងមាន chance to lead. Okay? ណាកូនណាអាហ្នឹងមួយទៀតហើយលោកហ៊ុនសែននឹងគាត់កើតពីម៉ែគាត់ហើយខ្ញុំកើតពីម៉ែខ្ញុំហើយកូនឯងកើតពីម៉ែកូនឯងវាមិនបានវាអត់ហ៊ុនសែនមិនបានយើងអត់មានស្អប់គាត់ស្រឡាញ់គាត់អីទេប៉ុន្តែវាមិនក៏យើងភ័យម៉េះមនុស្សកើតមកតែងតែធំដឹងសេចក្តីហើយស្លាប់ទៅវិញហើយចុះយើងក៏ព្រួយម៉េះយើងគួរព្រួយបារម្ភកសាង leader ស្ដាប់តើនេះកសាង leader មិនមែនយើងព្រួយបារម្ភឧទាហរណ៍ថា
dương prui bảo nó ọt bị mai không tới mình đặng dạng mà chứ mai có tới ta cao máu có tới ta chát có tới ta slap tới vinh hay dương nó có tới chị mai tới chị chẳng vậy để chào xua nó nào chào o sừng khâm chào ọt đăng tha luôn ai nó chỉ leader đấy hay nó pel để chào ọt đăng ta luôn ai chỉ leader nữa pel năng hay chào rồi nữ ọt ai chưa rơ sừng công ban lọ đấy đôi khi ông chẳngនៅពេលដែលលោក Donald Trump គាត់និយាយពីការឈរឈ្មោះអាណត្តិទី3ខ្ញុំស្ដោះទឹកមាត់ខ្ញុំស្រឡាញ់ Donald Trump គ្រប់គ្រងគាត់ប៉ុន្តែពេលគាត់និយាយអាណត្តិទី3ខ្ញុំស្ដោះទឹកមាត់អូបាម៉ានៅពេលដែលគាត់និយាយថាបើមានអាណត្តិទី3គាត់ឈ្នះខ្ញុំស្ដោះទឹកមាត់មិនបានខ្ញុំស្ដោះទឹកមាត់ខ្ញុំអត់ដែលជឿថាការដឹកនាំក្រុមហ៊ុនក្តីប្រទេសក្តីតែលើសពី10ឆ្នាំមនុស្សប្រកែខ្ញុំអត់ជឿទេបើសិនជាខ្ញុំជឿថាមនុស្សម្នាក់កើតមកខ្លាយជាមេដឹកនាំលើស10ឆ្នាំហើយនៅពូកែខ្ញុំជឿស្ដេចវិញល្អជាងខ្ញុំជឿលើរាជានិយមវិញល្អជាង in democracy វាត្រឹមតែ10ឆ្នាំប៉ុណ្្នឹងឯងហួសពីហ្នឹងសម្រាប់សិនអាចមកជួយកិច្ចការទៀតបានដូចលោកអានន្ទបញ្ញារាជនថៃអញ្ចឹងគាត់ឡើងមកធ្វើជា caretaker government អីបានជា prime minister បានប៉ុន្តែ he not always become prime minister អញ្ចឹងនៅពេលដែលខ្ញុំឮសូ Donald Trump ឬក៏ Obama និយាយពីអាណត្តិទី3ខ្ញុំស្ដោះទឹកមាត់ទោះបីខ្ញុំចូលចិត្តអ្នកទាំងអស់ហ្នឹងក៏ដោយខ្ញុំយល់ឃើញថាអ្នកទាំងអស់ហ្នឹងកំពុងតែចូលហើយវាមិនខ្មេះទេបើ Donald Trump ឈរអាណត្តិទី3ខ្ញុំអត់បោះឆ្នោតឲ្យទេ Obama ក៏ខ្ញុំអត់បោះឲ្យខ្ញុំអត់ជឿថាសហរដ្ឋអាមេរិក350លាននាក់អត់មាន leader ទេអញ្ចឹងត្រឡប់ទៅស្រុកខ្មែរវិញអ្នកដែលជឿថាអត់ពីហ៊ុនសែនទៅប្រទេសពិបាកអីហ្នឹងសាច់តែអ្នកឯងទៅប៉ុន្តែចំពោះខ្ញុំអត់ដែលជឿអញ្ចឹងឯងហើយចុះបើអ្នកណាដែលមកបបួលខ្ញុំឲ្យខ្ញុំគិតពីថាអូទៅអនាគតអត់ពីហ៊ុនសែនយ៉ាងម៉េច I don't care ខ្ញុំអត់ខ្វល់ទេកូនខ្ញុំអត់ខ្វល់ទេ Cambodian kids born every day be able to become leader តែងតែខ្លាយទៅជាមេដឹកនាំខ្ញុំជឿអញ្ចឹងអូខេកូនណា nobody Zivu លោកតាតើយើងអាចเตรียมទេលើការខូចខាតទេ0 អត់ទេហ៊ុនសែនវាយឈ្នះអាម៉ាតក៏វាអត់សងអាម៉ាតវាយបាក់តបហ៊ុនសែនក៏វាអត់សងហើយយើងជាប្រជាជនបើនៅថៃនៅកម្ពុជាបើនៅថៃរដ្ឋគេជួយបើនៅកម្ពុជាអត់មានណាជួយទេដូច្នេះហើយចៅទម្លាក់ចោលពាក្យហ្នឹងឈប់ដើរសួរគេទៅគ្មានអាណាសងទេអូខេអត់មានទេជាពិសេសនៅកម្ពុជាសូម្បីតែគេបុកយើងនៅថ្នល់ជួនកាលគេអត់សងផងហើយបើគេសងមិនគ្រប់ទៀតណា no កម្លាំងចំនួនតចំនួនអាស្រ័យលើការសិក្សាអប់រំឲ្យតម្លៃលើការសិក្សាអប់រំបាទចំណែកតពូជអាស្រ័យលើការស្រឡាញ់ដូចសប្ងៃលោកហ៊ុនសែនគាត់ស្រឡាញ់ហ៊ុនម៉ាណីតែហ៊ុនម៉ាណីអត់មានសមត្ថភាពទេតែគាត់ស្រឡាញ់អញ្ចឹងគាត់ឲ្យធ្វើអបនាយករដ្ឋមន្ត្រីតែហ៊ុនម៉ាណីអត់មានសមត្ថភាពហ៊ុនម៉ាណីលេះលោះអត់មានសមត្ថភាពណាតែគាត់ស្រឡាញ់
តពូជណាដោយសារសេចក្តីស្រឡាញ់ខ្ញុំស្រឡាញ់កូនខ្ញុំចេះតែខំហ្នឹងតែចំណែកតចំនួនអាស្រ័យដោយ exam you have to pass test in order to become something ណា no អាហ្នឹងវាជាអញ្ចឹងណាឈុតឈាត់ណាឈុនឈាត់ហេតុអីសៀមមិនខ្លាចការដាក់សម្ពាធទីផ្សារអំពីមហាអំណាចធំអីចឹងខ្លាចសៀមខ្លាចតែសៀមត្រូវខំប្រឹងធ្វើកិច្ចការរបស់គេញញើតអាមេរិកគេញញើតចិនតែគេអត់ញញើតហ៊ុនសែនគេគិតថាអញវាយហ៊ុនសែនតារឿងអីមកគៀបអញបើមកគៀបអញអយុត្តិធម៌អញ្ចឹងអញមានពីរបើអាមេរិកគៀបអញអែបទៅចិនបើចិនគៀបអញអែបមកអាមេរិកពីព្រោះអញមានវាយអាមេរិកឯចិនអញវាយហ៊ុនសែនតាសៀមវាគិតអញ្ចឹងបានជាសៀមវាមិនមែនស្លាប់ដូចពស់រស់ដូចអង្កែបទេណាកូនណាឈុនឈួត a beautiful Facebook ធ្វើមិនបាន 6000 វីដេអូផងអាលាយអស់ឥឡូវណាវាទី1 Facebook video not searchable you know if you want to search for video យើងអត់មាន playlist ទេយើងដែលជាអ្នក posted ហ្នឹងណាបើយើងចង់ទៅមើលវីដេអូយើងត្រូវ go to timeline ហើយយើងត្រូវ roll up and down ឧបមាថា account ខ្ញុំមាន 6000 វីដេអូទៅ roll up and down ណាបានចំណែកខ្ញុំវិញខ្ញុំមាន playlist ប្រចាំខែហើយបើសិនជាខ្ញុំធ្វើច្រើនខ្ញុំអាចធ្វើ by គេហៅ by monthly playlist ណា by monthly playlist បន្ទាប់មកទៀតបើខ្ញុំមានពេលខ្ញុំអាចដាក់ topic by playlist ទៀតសំទោស playlist by topic ទៀតដល់តនេះណាហើយវីដេអូវារកឃើញវា searchable ដោយសារអីដោយសារYouTube អ្នកណាចង់មើល search បាននៅ Facebook search អត់បានទេបើចង់ search James Sok តលតែទៅ account James Sok ហើយ roll ដូច្នេះហើយmonetizing Facebook នោះវាឲ្យលុយតែពេលវីដេអូចុះតាបើវាឲ្យលុយវីដេអូចុះហើយវារករឿងទៀតអាណាទៅចំណាយពេលធ្វើវានោះឧទាហរណ៍ថាខ្ញុំ post នៅក្នុង Facebook ខ្ញុំត្រូវចំណាយពេលច្រើនណាតែបើ YouTube វិញបើក live បិទចប់បើក live បិទចប់បើក live បិទចប់ណា make sure អេក្រង់ខ្ញុំកុំឲ្យ copyright violation តែប៉ុណ្្នឹងចប់អេក្រង់ខ្ញុំទិញរូបភាពខ្ញុំអត់មានចម្លងពី Google នោះណា you know every photo I use is copyrighted that's why I don't have any music with my video because I have to pay for music and I cannot I don't have money ដល់បានទេ content នៅពីក្រោយខ្នងខ្ញុំទិញអក្សរហ្នឹងក៏ខ្ញុំទិញពីគេខ្ញុំប្រើ Adobe មួយឆ្នាំ400ណាហើយ media content នៅក្រោយហ្នឹងគឺសិតតែជា Adobe content ខ្ញុំអត់មានទៅយកពី website មកដាក់ទេអញ្ចឹងខ្ញុំអត់មាន violation ហ្នឹងទេខ្ញុំបើក YouTube ទៅបិទទៅវិញទៅណាហើយប្រាក់ចំណូលហ្នឹងគឺសម្រាប់យកមកបង់ថ្លៃអ៊ីនធឺណិតថ្លៃអីហ្នឹងព្រោះ every show ខ្ញុំប្រើ 4 laptop ហើយសិតតែធន់ហ្នឹងណា MacBook Pro 16 inches screen អញ្ចឹងខ្ញុំប្រើហើយខ្ញុំអត់មានពាក់ microphone ពាក់អីទេខ្ញុំប្រើ built-in camera built-in mic អត់រយងអីទេពួកខ្ញុំចាស់ហើយខ្ញុំអត់ចេះខ្ញុំអត់ធ្វើការអូខេ
ពូសម្រាប់មុនហើយអូខេតាមនេះសុខសប្បាយ Billy do Khmer Army run our ammunition no they have a lot but what happened to Hun Sen is the manpower កាលណាមានចម្បាំងយូរកងទ័ពសៀមគេចល័តតបឧទាហរណ៍ថាសមរភូមិនេះគេដាក់300នាក់គេច្បាំងមកសន្ទុះអញ្ចឹងទៅឧទាហរណ៍ថា300នាក់ហ្នឹងស្លាប់អស់20គេ replace អា20ហ្នឹងហើយអាកងវីរៈហ្នឹងវាច្បាំងថាមួយខែចុះឬក៏15ថ្ងៃគេនឹង replace អាកងទ័ពហ្នឹងដាក់300នាក់ទៀតគេដកអា300នាក់ហ្នឹងមកសម្រាប់កន្លែងនោះគេដាក់1200នាក់គេឲ្យវាយ2អាទិត្យឬក៏3អាទិត្យគេដកមកវិញគេដាក់ទៀត Thai be able to refresh their troops ណា in the battlefields ចុះហ៊ុនសែនអត់មាន experience ហើយនឹង command and control ហ្នឹងទេអញ្ចឹងហ៊ុនសែនគាត់មានកងពលរបស់គាត់ប៉ុន្តែកងពលហ្នឹងអត់មាន rotation បានដូចថៃទេបើគាត់ឲ្យឡើង300គាត់ឲ្យឡើង200ទៅ200 300ហ្នឹងអាចនៅហ្នឹងមកយូរណាហើយបន្ទាប់មកទៀត replacement of losses របួសហើយនឹងស្លាប់ជួនកាលអត់ថែមតបទៅជំនួសបានទេណាអញ្ចឹងហើយបានជាសៀមហ្នឹងវាស្វែងរកអា BHQ វារកអាកងអង្គរៈហេងមិនហៀងណាបើវាដឹងថាបណ្ដុំកងទ័ពហ៊ុនសែនហ្នឹងអា BHQ ហ្នឹងបណ្ដុំនៅណាវាទម្លាក់ក៏បាយហើយពីព្រោះវាចាត់ទុកថាអាហ្នឹងជាទ័ពខ្លាំងអញ្ចឹងវាទម្លាក់ក៏បែកណាឥឡូវហ្នឹងសៀមវាដឹងថាទ័ពខ្មែរក្រហមវាចាស់មួយចំនួនក៏ងាប់ចិត្តអស់ហើយអញ្ចឹងនៅសល់តែទ័ព BHQ អញ្ចឹងបើវាដឹងថា BHQ ឡើងតាមផ្លូវណាវាវាយផ្លូវហ្នឹងហើយបើវាដឹងថាបណ្ដុំ BHQ នៅតាណាបើជ្រៅវាយកក៏បែកទៅតម្លាក់លោកហ៊ុនសែននៅក្នុង BHQ ខ្ញុំមិនដឹងថាមានប្រមាណទេ10000ឬក៏30000ឬក៏50000ខ្ញុំអត់ដឹងទេប៉ុន្តែនៅក្នុងជួរ BHQ មេបញ្ជាការដូចហេងមិនហៀងអីក៏មិនដែលចូល divisional command school ដែរលោកហ៊ុនសែនក៏ដូចគ្នាគាត់ផ្កាយ5មែនប៉ុន្តែគាត់អត់បានចូលរៀនខាងការបញ្ជាទ័ពកងពលទេអញ្ចឹងក្រសួងការពារជាតិដឹកនាំដោយទាសីហាក៏អត់មាន experience នឹងដែរបានសេចក្តីថា replacement of unit in front line is not well implemented ធ្វើឲ្យតាហ៊ានហ្នឹងវានៅកន្លែងណាវាជោគជាំនៅកន្លែងហ្នឹងដល់វាជោគជាំនៅកន្លែងហ្នឹងបើវាយយូរបន្តិចទៅអស់កម្លាំងហើយណាមួយទៅអាហារអត់គ្រប់អាហារស៊ីអំបុកនេះគ្រោះថ្នាក់ណាស់ណាតែខ្ញុំនិយាយអាមនុស្សស៊ីចូលមានដឹងអីបងប្អូនណាខ្មែរអត់ស៊ីអង្គរតនើបបាន24ម៉ោងទេណាតែស៊ីយូរគ្រោះថ្នាក់ស្រែកទឹកឈឺកក្តៅខ្លួនណាអត់ទេដូច្នេះហើយអាហារក៏អត់ច្រើនការដូរតបក៏
mình lươn nắng bánh ha đại lộ hôn sáng có tới từ tôi phần tục nắng mùi tiết con top bầm pơ tần đọc mơn nè đọ khmau chanh đọ thể hiện khmau chanh đọ po astel chanh đọ po à câu nẹ miền chanh đọ po à câu mình trầy chanh top đại chế băngបើសិនជាច្បាំង3ខែហ៊ុនសែនអស់តបច្បាំងហើយតបបែកបាក់អស់ហើយមានតបណាច្បាំងណាអានឹងមួយបើនិយាយពីសពាវុធអូមិនបាច់និយាយបើនិយាយពីសពាវុធអានឹងមិនបាច់និយាយទេបើនិយាយពីសពាវុធណាមិនបាច់និយាយទេគឺអត់ចេះខ្វះអត់ចេះខ្វះទេខ្វះតាយន្តហោះយ៉ាងអីចឹងមែនប៉ុន្តែបើថាសពាវុធវិញគឺមិនខ្វះទេតែខ្វះតបខ្វះទាហានច្បាំងដកទាហានខ្មៅចេញដកអាស្ទាវគឺហាចេញដកអាកូនមន្ត្រីចេញផ្នែកសាច់តបវាយមួយខែបើសិនជាមានលបួសច្រើនហើយជោគគ្រប់សមរភូមិអាកម្លាំងតបនោះវាធ្លាក់ចុះនេះគឺជាការដែលខ្ញុំវិភាគណាអានឹងចឹងចំណែកសៀមវាវាយមួយខែតបវាខ្សោយប៉ិនបើវាវាយមួយខែវានៅមាន fresh replacement មកវានៅមានតបដាក់ជំនួសពីព្រោះតបវាជាង300000នាក់នៅក្នុងជាង300000នាក់ហ្នឹងគ្មានទាហានណាស្ទាវហើយគ្មានកូនលោកធំណាអាចកិច្ចមិនទៅច្បាំងទេចំណុចខ្សោយរបស់សៀមគឺអត់តាន់ស្ទាត់ក្នុងការច្បាំងហើយចុះទាហានហ៊ុនសែន7-100000នាក់ហ្នឹងអ្នកចេះច្បាំងមានតែពួកខ្មែរក្រហមហើយពួកបន្តិចតួចតាបងប្អូនដឹង BHQ តបហេងមុនហៀងដែលបន្ថែមទៅហ្នឹងក៏គ្នាអត់ចេះច្បាំងដែររបួសស្នាមច្រើនណាយើងកុំនិយាយរឿងស្លាប់ខ្ញុំអត់យកមកនិយាយទេប៉ុន្តែរបួសស្នាមវាច្រើនចំណែកតបសៀមវាអត់ស្ទាត់របួសស្នាមក៏វាច្រើនប៉ុន្តែអត់មានតបណាដើរលេងតបណាកិច្ចមិនទៅច្បាំងបានទេអាហ្នឹងអញ្ចឹងណាកូនហ្នឹងគឺជារបៀបដែលគេមើលហើយជារបៀបដែលខ្ញុំវិភាគរឿងក្របមិនអស់ទេលោកតាគិតថាអនុទិនរំលាយសភាគឺដោយសារបែករូបភាពអត់ទេថាមីវារំលាយសភាដើម្បីបន្តច្បាំងទាហានប្រាប់វាថារំលាយសភាទៅបន្តច្បាំងហើយបើមានការគៀបសង្កត់ពីដូណាល់ត្រាំវាក៏និយាយថារដ្ឋាភិបាលអត់មានទៀតទេដួលហើយអញ្ចឹងចាំបន្តិចទៅបើពន្យាពេលបាន4អាទិត្យអាកងទ័ពវាអាចច្បាំងជាមួយហ៊ុនសែនបាន4សប្តាហ៍ជានយោបាយដែរណាកាន់ហានការបណ្ដុះបណ្ដាលគំនិតរបស់លោកពូល្អសម្រាប់ខ្មែរតើនឹងចាត់ទុកថាជាមនោគមវិជ្ជាមួយដែរឬទេវាមិនទាន់คลายជាមនោគមវិជ្ជាទេវាคลายទៅជាចលនាគំនិតគេហៅថា movement of ideal អ្វីដែលខ្ញុំបញ្ចេញតិចហ្នឹងខ្ញុំប្រើពាក្យ4ម៉ាត់រៀនរកសន្សំវិនិយោគ
រៀនរកសន្សំវិនិយោគជាពាក្យស្លោករបស់ខ្ញុំដែលខ្ញុំតែងតែយកមកនិយាយទៅវាបង្កើតបាននៅ ideal ឧត្តមគតិនឹងបើវាคล้ายទៅជាចលកម្មវាคล้ายទៅជាសកម្មភាពណាចលកម្មបើចលកម្មហ្នឹងមានមនុស្សយកទៅអនុវត្តហើយជឿថាវាល្អវាคล้ายទៅជាទម្លាប់ដល់ទម្លាប់ហើយទៅមានអ្នកប្រាជ្ញណាឬក៏មនុស្សណាក្រោយពីខ្ញុំទៅsubstantiate ប្រមូលយកអាហ្នឹងមកក៏ជួនកាលអាចคล้ายទៅជាមនោគមវិជ្ជាតែនៅក្នុងជីវិតខ្ញុំអត់ទេជីវិតខ្ញុំគ្រាន់តែជា ideal ទេឧត្តមគតិណាកូនណាយល់ទេកាន់ហាន់យល់ទេប៉ុណ្ណឹងខ្ញុំបញ្យល់ប៉ុណ្ណឹងយល់ទេស្ដាប់បានទេវាមិនមែនជាមនោគមវិជ្ជាវាជាឧត្តមគតិទេ Zinu តើធ្វើយ៉ាងម៉េចឲ្យខ្លាំងជាង programming សួរនឹងខុសទេណាកូនណាខ្ញុំខ្ញុំជា programmer ណា programming គឺជាកិច្ចការតាក់តែងនៅភាសាទំនាក់ទំនងជាមួយនឹងបច្ចេកវិទ្យា programming គឺជាការដែលមនុស្សនិយាយជាមួយម៉ាស៊ីន programming កើតឡើងពី keyboard គឺមនុស្សប្រើ input device ដើម្បីវាយឲ្យវាចូលទៅមនុស្សតាំងពីដើមកំណើតនៃគណិតតូបករណ៍ the beginning of computation មនុស្សប្រើ fingers មកដល់ឥឡូវនេះ programming បានឈានទៅដល់fingerless touchless មានន័យថា programming កំពុងតែឈានចូលដល់យុគសម័យដែលប្រើសំឡេងមានន័យថាមនុស្សដែលជា programmer ហ្នឹងលែងចាំបាច់ប្រើម្រាមដៃហ្នឹងគឺប្រើសំឡេងអូខេប្រើសំឡេងបន្ទាប់មកទៀតពីដើមគេប្រើ source code ជា guide សម្រាប់ programming ណាមនុស្សប្រើ source code ដែល source code ហ្នឹងគេហៅថា language Fortran Cabol Pascal C++ Python គេបង្កើតជាជា source code សម្រាប់យើងយកមក PRG អញ្ចឹងឥឡូវនេះវាកំពុងតែ transit ទៅរក programming ដោយសំឡេងហើយ source code វានៅឯ data center នោះទេហើយអ្នកដែលផ្ដល់នៅ source code មកគឺ AI អញ្ចឹង AI คล้ายទៅជាអ្នកជំនួយការរបស់ programmer ដែលស្ដាប់បានហើយ conceptualize ពីសេចក្តីត្រូវការរបស់ programmer ទៅទាញយក source code យកមករចនាហើយចងក្រងជា structure នៃកិច្ចការ programming នៅពីក្រោយអេក្រង់ងងឹតដែលយើងមើលឃើញហ្នឹងវា program ឲ្យយើងប៉ុន្តែវាត្រូវការមនុស្សដែលជា programmer ហ្នឹងដឹងអំពីគោលដៅនៃ computation and relationship នៅពេលដែល programming ឈានដល់នោះ
ពេញលេញ programmer តូចតាចវាអស់ការងារធ្វើបើមិន update knowledge របស់ខ្លួននេះអស់ការងារធ្វើហើយពីព្រោះ AI វា assist people so convenient you can say something and AI can go and provide you with response នឹងមួយក៏ប៉ុន្តែបើ programmer នឹង update ខ្លួនឯង programmer នឹងឈានទៅដល់ការចងក្រងផ្សេងទៀតដែលខ្ញុំអត់ចេះវាទេព្រោះសម័យនេះគេលឿនណាស់កូនខ្ញុំបានចេះនៅពេលហ្នឹង programmer លែងប្រើម្រាមដៃ programmer ប្រើសំឡេងនិយាយហើយ programmer ត្រូវមានការចេះដឹងគណិតសាស្ត្រស៊ីជម្រៅលើសពីអ្វីដែលធ្លាប់មានហ្នឹងចឹងនៅពេលហ្នឹង programmer គឺជាមនុស្សដែលចេះគណិតសាស្ត្រស៊ីជម្រៅហើយចេះនិយាយជាមួយម៉ាស៊ីនហើយអាចនឹងឲ្យម៉ាស៊ីនយល់ដឹងថែមទៀតអំពីអ្វីដែលម៉ាស៊ីនមិនទាន់ structure ក្នុងករណីនេះគឺចូលដល់SI ដែលគេហៅថា super intelligence ហើយលើសពីនឹងទៀតខ្ញុំអត់ដឹងទេអញ្ចឹងសំណួរសួរថាអូស្អីទៅវាខ្លាំងជាង programming អានោះហើយ you are now in the age of artificial intelligence and very soon you are stepping into super intelligent ដល់បានទេណាដល់បានទេកូនអ្នកសួរណាអូខេ Zinu ឥឡូវនេះយើងកំពុងតែនៅក្នុង AI ណាតែជំហានមកដល់ SI ហើយ super intelligence អូខេហ្នឹងឲ្យគេសបាយត្រូលទៅសុវណ្ណឌីមេងវណ្ណឌីខ្ញុំឃើញខ្មែរ share ពេញ Facebook នៅតែគិតថាសរិនស្រឡាញ់យើងសរិនអត់ស្រឡាញ់យើងទេសរិនជាខ្មែរជាតិបន្ទុមានន័យថា by ethnography they are Cambodian they are ខ្មែរតែ by conscience they don't have attachment to ខ្មែរនៅកម្ពុជាឥឡូវខ្ញុំនិយាយឲ្យខ្លាំងជាងហ្នឹងណាសុវណ្ណឌីខ្មែរដូចពូណាកូនខ្មែរដូចពូឥឡូវណាចង់ដាច់គ្នាជាមួយខ្មែរក្នុងស្រុកហ្នឹងណា I am not thinking like you guys sometimes you guys relate to my thinking but some of you guys don't have my thinking anymore you guys have new thinking អញ្ចឹងហើយបានយើងនិយាយគ្នាស្ដាប់អត់បានណាកូន you know my thinking my understanding now is separating and the gap is getting រង្វះរវាងគម្លាតរវាងយើងណារីឯពួកស្រិនវាមានគម្លាតពីយើងឆ្ងាយណាបើជា ethnography វាជា racial lineage វាជាខ្មែរប៉ុន្តែការយល់ដឹងខុសគ្នាឆ្ងាយណាកូនមិនមែនវាក្រាន់បើជាងយើងក្រាន់បើជាងវាអត់និយាយទេប៉ុន្តែសូម្បីតែខ្ញុំ
ក៏គំនិតពីក្មួយខ្ញុំសាច់ឈាមខ្ញុំណាក្មួយខ្ញុំហើយក៏គំនិតពីជីដូនមួយជីតូតមួយខ្ញុំនៅស្រុកខ្មែរដែរគំនិតនេះហើយកូនគំនិតនេះហើយពីព្រោះខ្មែរឥឡូវមាន thinking ថ្មីមាន concept ថ្មីគ្រាន់តែខ្ញុំសុំទោស thinking ថ្មីហ្នឹងជា thinking ដែលអត់សពយូរហើយនៅក្នុងសង្គមខ្មែរសម័យថ្មីនេះអត់មាន idealism ទេអត់មានទេ idealism អត់មានទេ there is no ideal among Cambodian in Cambodia ដោយសារអី the concept of constructing idealism អត់មានទៀតទេសពថ្ងៃខ្មែរយើងជា universalism ណាហើយជឿថា universalism is good it is good but if you are able to be skillful in universalism ប៉ុន្តែខ្មែរយើងណាវាឆៅខ្មែរយើងសពថ្ងៃអត់ឆ្អិនខាង universalism វា better than idealism ទៅទៀតតែឲ្យវាឆ្អិនហើយមិនបានដឹងថាអត់ឆ្អិនយើងទិញសញ្ញាបត្រយើងមិនឆ្អិនស្ដាប់តនេះណាហើយចំណែកខ្ញុំវិញកាល I was born ណាខ្ញុំ became traditionalism ដល់ក្រោយមកខ្ញុំក៏ become conservatism ណាដល់ហើយមកខ្ញុំវាទៅជា modernism ហើយខ្ញុំក៏ឥឡូវនេះជា universalism ប៉ុន្តែខ្ញុំឆ្អិនចុះកូនចៅវាអត់មាន background នៃ traditionalism ព្រោះទៅសាលាគេអត់បង្រៀនណាម្ដាយឪពុកសល់ពីស្លាប់មកអត់បានអប់រំវាអត់មាន traditionalism ទេដូច្នេះបើវាអត់មាន traditionalism វាអត់ develop conservatism កូនក្មួយក៏លោតចូល modernism ណានៅពេលដែលកូនក្មួយលោតចូលក្នុង modernism កូនក្មួយលោតតាមរយៈ materialism តែកូនក្មួយមិនបានលោតចូលក្នុង social philosophicalism ទេអញ្ចឹងអា modernism របស់កូនក្មួយនឹងវាអត់ឆ្អិនណាបើអញ្ចឹងកូនក្មួយបើអង្គុយហើយគិតថា what is society you cannot answer it កូនក្មួយអត់អាចឆ្លើយបានថាស្អីជាសង្គមទេណាហើយបើកូនក្មួយសួរថាស្អីជាជាតិឆ្លើយរួចទេដោយសារអីដោយសារវាអត់ឆ្អិនដោយសារវាអត់ឆ្អិនណាយល់ទេកូនណាវាឆៅហើយចុះមូលហេតុមិនបានឆៅហេតុដោយមិនដេចបានជារបស់ហ្នឹងវាទៅជាឆៅពីព្រោះ communism ណាដែលហេតុអ្វីបានជាឆៅហ្នឹងវាមកពី communism វារំលាយអា society ខ្មែរហ្នឹងឲ្យទៅជា emptyism ស្អីទៅ emptyism គឺជាសង្គមមួយណាគឺជាសង្គមមួយដែលអត់មានក្របខ័ណ្ឌណាគឺជាសង្គមមួយដែលអត់មានក្របខ័ណ្ឌជាសង្គមមួយគ្មានក្របខ័ណ្ឌស្អីទៅសង្គមមួយគ្មានក្របខ័ណ្ឌ society with no framework បច្ចុប្បន្នយើងអត់មានព្រំដែនសមុទ្រយើងអត់មានទេជាមួយយួនយើងមានប៉ុន្តែយួនជាអ្នកបង្កើតជាមួយឡាវវាជាផ្នែកមួយនៃឥណ្ឌូចិនក៏យើងអត់ទាន់មានត្រឹមត្រូវជាមួយថៃយើងអត់មានទេ we don't have border we don't have frontiers ណាបន្តមកទៀតនៅក្នុង constitutionalism នៃសង្គមយើងធម្មនុញ្ញភាពយើងមានរដ្ឋធម្មនុញ្ញប៉ុន្តែ
ពីហ៊ុនសែនមកដល់ឥឡូវអត់មានអ្នកណាគោរពច្បាប់ធម្មនុញ្ញទេហើយស្ដេចផែនដីហ្នឹងអត់ធ្វើអីតាមធម្មនុញ្ញទេធ្វើអីតាមតហ៊ុនសែនប្រាប់ប្រជាជនខ្មែរគ្មានអ្នកណាទៀមទាconstitutional rights ទេអត់មានទៀមទាសិទ្ធិនឹងបានទេរស់នៅក្រោមបាតជើងរបស់ហ៊ុនសែនអញ្ចឹងប្រទេសមួយមាន constitution but no respect of constitution ប្រទេសមួយមាន law ប៉ុន្តែ no respect អត់គ្រប់អញ្ចឹងប្រទេសមួយរបស់យើងនឹងជា anti-ism ប្រទេសទេស្អាតណាជ្រៅបន្តិចជ្រុលមាត់ it's a little deep វាជ្រៅបន្តិចវាជ្រៅបន្តិចតាមលោកតារដ្ឋាភិបាលធ្វើយ៉ាងណាបានសៀមដកថយចរចាកូនចរចាណាOkay, being Gen Z, who tend to habit of reading, can I substitute reading by listening? No, you have to do both. Listening, reading, and watching. រៀនរកសន្សំវិនិយោគ This is not a school. This is just idea. You cannot learn much, but you can grab idea and you do your research. ណាកូនណាហ្នឹងចឹងណា beautiful town ត្រឹមត្រូវ Nobodyរឿងការពុះចែកកម្ពុជាត្រង់ទន្លេមេគង្គអាចคล้ายជាការពិតទេconceptually speaking yes but in practicality no មានន័យថាជាការគិត yes ប៉ុន្តែដល់ពេលគេពុះចែកអត់កើតឡើងទេនៅក្នុងពេលនេះដូចជាដែនទឹកចឹងយួនសន្មតថាវាយក 30,000 គីឡូម៉ែត្រការ៉េសៀមត្រូវយួនចញោថា 30,000 គីឡូម៉ែត្រការ៉េខាងនោះធ្វើអីធ្វើទៅ I'm not gonna ខ្ញុំមិនប្រតិកម្មទេតែសៀមក៏វាអត់ទាន់បានអា 30,000 គីឡូម៉ែត្រកាឡាហ្នឹងដែរបានជានៅអញ្ចឹងអូខេអាហ្នឹងអញ្ចឹងណាកូនណាចាន់នីបើចៅឯងសរសេរច្រើនYouTube ហ្នឹងវានេះចៅឯងចាញ់ណាចៅឯងខាតទេចៅឯងកុំចំណាយពេលអត់ប្រយោជន៍ចៅណាលោកតា sorry to ask hypothetical question I hope if one day AI advances so much that you could live and not die no AI does not test on longevity science in the whole is test to seek longevity in science is not permanence longevity is extension of your life but not permanent why science doesn't see permanent
Science also work with economy នៅក្នុងសេដ្ឋកិច្ចបើមនុស្សអមតៈពិភពលោករលាយ Science does not violate natural law បើ science seek permanence វា violate natural law បើសិនណាជាគេធ្វើគេយកវិទ្យាសាស្ត្រទៅធ្វើអមតៈវាខុសនឹងច្បាប់ធម្មជាតិ a law of origination and law of succession ហើយវាប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចបើគេធ្វើឲ្យមនុស្សដូចយើងនឹង permanent វាទាល់តែអត់មាន production បើវាអត់មាន production មានន័យថាយើងឈប់កើតកូនវាពោះកើតកូនមិនទៀតបើមនុស្សវាច្រើនវាមានដីណានៅបានជាអ្នកវិទ្យាសាស្ត្រហ្នឹងគេកំពុងតែ in search of establishing far away colony SpaceX ដែលគេប្រងទៅ moon ទៅមកហ្នឹងពីព្រោះគេទៅរកកន្លែងថាតើគេអាចបង្កើត colony បានទេបើគេពិតជាអាចបង្កើត colony បានគេកែសាយអិនហ្នឹងទៅរកស្អីផ្សេងទៀតបានបច្ចុប្បន្នអត់ទាន់ទេពីមុនបង្កើតឲ្យមនុស្សអត់ងាប់អាមនុស្សកើតមកហ្នឹងរកអីស៊ីអត់បានដល់តនេះហើយបន្ទាប់មកទៀតរបៀបកាត់បន្ថយចំនួនមនុស្សលើផែនដីមាន2មួយ natural death មួយទៀតគឺ warfare ដែល warfare ហ្នឹងមានច្រើនយ៉ាងច្បាំងនឹងកាភ្លើងឬច្បាំងនឹងមេរោគ science វាត្រូវធ្វើអីមួយទៅតាម economic បើវាអត់តាម economic ទេវា science វាងាប់ដែរអានឹងហើយជា interoperability គឺការតាក់ទងគ្នាអញ្ចឹងឆ្លើយតែប៉ុណ្្នឹងខ្ញុំវាមិនប្រកែអាហ្នឹងទេប៉ុន្តែសួរទៅក៏ខ្ញុំឆ្លើយទៅអូខេ We are not talking about seeking permanent life without dying ណាអញ្ចឹង longevity yes but permanent life on earth now not yet or not in the near future អូខេកូនណាចាន់ណាមុនប្រទេសជិតខាងផលិតសពាវុធអស់ហើយចុះកម្ពុជានៅគោរពច្បាប់ចាស់មែនទេកូនឯងយល់ច្រឡំធំណាកូនឯងគិតថាហ៊ុនសែនមិនចង់ផលិតអាវុធទេមែនទេមិនចេះផលិតអាវុធតើមិនចេះផលិតអាវុធដោយសារហ៊ុនសែនគោរពច្បាប់ទេមែនទេអត់ចេះមកល្ងងហ៊ុនសែនអត់ចេះអញ្ចឹងហ៊ុនសែនទិញអាវុធប្រើប្រទេសគេដទៃគេផលិតអាវុធចំណែកហ៊ុនសែនអត់ទាន់ហ៊ានផលិតអាវុធព្រោះខ្លាចអាវុធហ្នឹងវាមកធ្វើបាបគាត់វិញសូម្បីតែកងទ័ព5ភូមិភាគគាត់មិនអោយកាន់អាវុធផងក្រសួងបរិស្ថានក្រសួងជលផលក្រសួងរុក្ខាអីដែលអ្នកដែលត្រូវយាមព្រៃឈើអីគេចែកកាភ្លើងឲ្យគេប្រយ័ត្នណាគេអត់ឲ្យពួកហ្នឹងមានក្របមានអីច្រើនទេពីព្រោះខ្លាចបះបោប្រឆាំងនឹងអំណាចអញ្ចឹងកូនឯងឆ្ងល់រឿងហ្នឹងកូនឯងឆ្ងល់រឿងហ្នឹងកូនឯងឆ្ងល់ខុសហើយហ៊ុនសែនមានកាភ្លើងសម្រាប់កងទ័ពគាត់ប្រើសម្រាប់អង្គរៈគាត់ប្រើប៉ុន្តែភូមិភាគគាត់អត់ឲ្យទេអញ្ចឹងហើយបាន BM21 អីអត់ឲ្យភូមិភាគកាន់ទេពីព្រោះគាត់ខ្លាចភូមិភាគយកអា BM21 បាញ់គាត់កូនឯងយល់នៅណាកូនឯងយល់នៅណាចំណាំ
អាចារ្យណាអូខេអញ្ចឹងទេលោកតាសង្គ្រាមខ្មែរថៃរាល់ថ្ងៃដោយសាររឿងរ៉ែក្រោមភ្នំសមុទ្រតាប្រាប់ហើយថាសង្គ្រាមលីសាតាប្រាប់ហើយឥឡូវប្រាប់ម្ដងទៀតឲ្យចៅយល់សង្គ្រាមគឺតានិយាយនៅនេះសង្គ្រាមគឺមកពីអាស៊ីត្រាវហើយនឹងអាម៉ាតគឺទាហានថៃអាស៊ីត្រាវគឺហ៊ុនសែនឡូឡាអងអាត់អានេះវាខឹងវាវាយហ៊ុនសែនមិនឈប់វាវាយទៀតសង្គ្រាមវាកើតឡើងមកពីអាពីរអ្នកហ្នឹងអាមួយឈ្មោះវាអាម៉ាតអាមួយឈ្មោះវាអាស៊ីត្រាវរឿងអីទៀតมันសូវសំខាន់ទេសំខាន់គឺពីរអ្នកហ្នឹងវាគុំគ្នាតានិយាយប្រាប់យូរហើយឥឡូវប្រាប់ម្ដងទៀតសរសេរនៅក្រោយហ្នឹងហើយចំណងជើងសូអញ្ចឹងដែរថាអាស៊ីត្រាវជាមួយអាម៉ាតវាឆ្លោះគ្នាបើងាប់យើងអូខេនឹងអញ្ចឹងនឹងប៉ុណ្ណឹងថានីសារៈតាឥឡូវឃើញ viral video ដែលតានិយាយលើកជើងរឿងសង្គ្រាមហើយមានខ្មែរច្រើនណាស់បាទដឹងធ្វើម៉េចឯងនិយាយភូតសោះហ្នឹងណាឲ្យគេសบายទៅជាជាងជក់ថ្នាំញៀនឬផឹកស្រាលោកតាបើយួននឹងថៃបិទច្រកសមុទ្រអត់បិទទេកូនអត់មានបើទេអត់បិទទេគៀបសង្កត់អត់មានបិទទេគៀបសង្កត់កូនណា beautiful town រឿង drone គេមិនចង់ឲ្យសាមញ្ញជនគេមិនចង់ឲ្យប្រជាជនបង្កើតទេតែបង្កើតទៅទម្លាក់ក៏បែកលើគេតែពួកក្មេងៗនេះវាអត់យល់ណាអត់យល់មេងឡុងមេងហុង why do your human settlement live so close to the borderline compared to those on the other side no every country people live very close to the borderline every country and it is good that people set up settlement on the border it's good ណាកូនណាកូនណាមេងហងពេជ្រសម្បូរលោកពូខ្ញុំឆ្ងល់ថាហេតុអ្វីបានជាសហគមន៍អឺរ៉ុបមិនមានចំណាត់ការសោះចំពោះថៃដែលឆ្លៀនពៀនទាំងអាស៊ានអូយកូនហើយកូនឯងដឹងទេតាំងពីវាយគ្នាមកណាអត់មានអ្នកណាថ្កោលទោសថៃទេរឿងដែលគេមិនថ្កោលទោសថៃហ្នឹងពីព្រោះអីពីព្រោះប្រទេសនៅក្នុងពិភពលោកហ្នឹងឃើញហ៊ុនសែនជាអ្នកកាន់អំណាចនៅលើទឹកដីមួយដែលជាសម្បុកចោល scammer កូនឯងឃើញទេរដ្ឋាភិបាលម៉ាំងអ៊ុងលៀងណានៅមេយ៉ាន់ម៉ាណាទម្លាក់គ្រាប់បែកលើប្រជាជនងាប់រាប់ពាន់នាក់ទម្លាក់គ្រាប់បែកណាអត់មានអ្នកណាថ្កោលទោសម៉ាំងអ៊ុងលៀងទេអត់មានអ្នកណាថ្កោលទោសភូមាទេពីព្រោះគេចាត់ទុកថាភូមាទម្លាក់គ្រាប់បែកលើ scam building លើ scam អាគារលើ scam ផ្ទះសៀមវាយហ៊ុនសែនប្រហែលថ្ងៃនេះអត់មានអ្នកណាថ្កោលទោសសៀមទេពីព្រោះអីគេចាត់ទុកថាហ៊ុនសែននេះជាមេ scam អាមេរិកកាំងមិនថាទេព្រោះអាមេរិកកាំងកំពុងតែធ្វើការតែប្រទេសដទៃគេអត់មាត់ទេពីព្រោះអីពីព្រោះប្រទេសកម្ពុជាយើងគឺជាគ្រោះថ្នាក់ដល់គេគិតអញ្ចឹងហើយណាមួយទៅសៀមវាមូលបង្កាច់កម្ពុជាវាថាវាអត់មានទៅធ្វើអីទេវាទម្លាក់គ្រាប់បែកលើ scam អត់មានប្រជាជនស៊ីវិលងាប់ច្រើនទេវាទម្លាក់គ្រាប់បែកទៅលើ scam casino and scam center បើអញ្ចឹងទៅពិភពលោកអត់មានថ្កោលទោសវាទេហើយកូនឯងឲ្យអាណាមកស្កោលទោសកូនឯងបើនៅផ្ទះកូនឯងមានសិតតែ scam ពិភពលោកគេបិទភ្នែកគេមិនថ្កោលទោសសៀមដោយសារ
កូរ៉េគេអត់មាត់ទេពីព្រោះគេទម្លាក់កំហុសទៅលើហ៊ុនសែនជប៉ុនណាគ្រាន់តែសុំឲ្យបើកព្រំដែនខ្មែរជេរគេខឹងគេទោះបីគេមិននិយាយគេទម្លាក់កំហុសទៅលើហ៊ុនសែនគេបើករោងចក្រនៅស្រុកយើងណាក៏វាមិនសូវចំណេញប៉ុន្តែយើងបង្កបញ្ហាគេក៏ចេះមើលឃើញថារដ្ឋាភិបាលយើងមន្ត្រីតាក់ទងមួយ scammer ស៊ីលុយស៊ីកាក់ក៏គេដឹងអញ្ចឹងគេអត់និយាយម៉ាឡេស៊ីទោះបីគេខំជួយយ៉ាងណាក៏ប្រជាជនគេរងគ្រោះដោយសារ scammer ក៏គេចោទកម្ពុជាចំណែកចិនដែលជាមេរោគ scammer វាចោទខ្មែរថា scammer ខ្មែរដែលមាន scammer ឯណាខ្មែរអត់មានប៉ុន្តែដោយសារមន្ត្រីយើងស៊ីលុយ scammer ចិនវាទម្លាក់អា scammer ហ្នឹងទៅលើខ្មែរម្សិលមិញមន្ត្រីចិនបានឆ្លងពីប្រទេសថៃឡង់ទៅធ្វើទស្សនកិច្ចលើអគារធំដែលមេយ៉ាន់ម៉ាទម្លាក់គ្រាប់បែកចិនវាទៅដើរថតមើលវាទៅមើលទៅលាក់គ្រាប់បែកអ្នកណាជា scammer ចិននេះវាចុះដល់តម្លាក់គ្រាប់បែកមិនបានចិនទៅមើលថតឯកសារដើម្បីផ្សព្វផ្សាយក្នុងពិភពលោកថាវាប្រឆាំងនឹង scammer ប្រជាជនវាច្រើនរលុយបានវាទាញយកប៉ុន្តែដល់ពេលងាប់វាបដិសេធថាជាចោលចិននៅប្រទេសកម្ពុជាចិនអត់ទទួលស្គាល់ទេណាចិនអត់ទទួលស្គាល់ទេបើទើសតល់ចិនយកទៅបាញ់ចោលមកកប៉ាល់ហោះអីចឹងទៅទម្លាក់កំហុសលើហ៊ុនសែនចំណែកសៀមវារកស៊ីជាមួយ scammer ពេលនេះវាវាយហ៊ុនសែនវាចោទហ៊ុនសែនវាយនេះមួយថ្ងៃនោះអត់មានបរទេសណាមកថ្កោលទោសថៃទេនៅពេលដែលលោកហ៊ុនសែនថាមានព្រៀបខាងការទូតណាឥឡូវនេះនៅ UNSC នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកដល់ពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអត់ថ្កោលទោសថៃទេមានន័យថាម៉េចតើនៅក្នុងទីធ្លាសមរភូមិការទូតអ្នកណាឈ្នះអ្នកណាចាញ់គិតខ្លួនឯងក៏ណាគិតខ្លួនឯងឲ្យតែឆ្ងល់ខ្ញុំឆ្លើយប្រាប់អូខេអាហ្នឹងអញ្ចឹងណាអត់មានឥឡូវទៅរត់អត់មានប្រទេសណាស្កោលទោសថៃទេមកអំពីថៃវាចោទថាហ៊ុនសែនយកលុយពី scammer នៅក្នុងប្រទេសកម្ពុជាស្អីស្គាអាកូរ៉េក៏ស្អប់ខ្មែរអាកូរ៉េក៏កូរ៉េឥឡូវចាប់ដើមស្អប់ហ៊ុនសែនដាក់បន្ទុកអាប្រធានាធិបតីថ្មីវាចង់យកប្រជាប្រិយភាពវាបន្ទោសហ៊ុនសែនណាជប៉ុនអន់ចិត្តនឹងហ៊ុនសែនអន់ចិត្តនឹងខ្មែរយួនវាអត់ចូលចិត្តហ៊ុនសែនពីព្រោះ scammer នៅព្រំដែនវាហើយខ្មែរមិនទាន់មានប្រេជីកផងប្រកាសឲ្យស្រាច់អត់សុំយួនដកដង្ហើមទេយួនវាធ្វើចិញ្ចាំងសមុទ្រគេមកជេរខ្ញុំតែខ្ញុំអត់ដឹងអត់ស្គាល់សមុទ្រមានអាមួយនេះមកជេរខ្ញុំដែរមានស្គាល់សមុទ្រដែរដល់សួរវាថាជួយឲ្យផែនទីសមុទ្រអានោះរត់បាត់អានោះរត់បាត់បន្តមកទៀតមានខ្ញុំនិយាយហើយរឿងចិញ្ចាំងសមុទ្រហ្នឹងជាពាក្យទេប៉ុន្តែរបៀបគឺគេធ្វើឲ្យមានឧបសគ្គគេមកជេរខ្ញុំគេថាវាមិនដែលមានម៉ែអាណាធ្វើចិញ្ចាំងសមុទ្រអញ្ចឹងចម្លើយពេជ្រសម្បូរពូឆ្លើយឲ្យណាអ៊ំឆ្លើយឲ្យកូនណាអ៊ំណាកូនណាអត់មានប្រទេសណាថ្កោលទោសថៃទេកន្លងកូនកន្លងណាថា
bánh nhà lúc ta dương bằng cao tọp tràn ta dùn bên bánh nhà này tọp dương bằng bơ tần đọc mơn nẹ tràn cô xóm nè cốn bánh về ọt mình nẹ chứ băng về mình tọp khmáu về mình tọp hư há tọp câu nẹ miên nâng tọp câu mần trầy tọp mà chỉ nuôn tôi cứ tọp nẹ có đại lạp vào ngày này hay con anh cùng thấy nó con á khai khảo những cái chắp thế này bà sân chỉ cho đó khai mẹ ra cho năm mà phây vào môi nơi tập bánh cái này con anh prong đó con anh cùng thấy thà kia mình rơ con anh đây tập bị pruôi đâu đây tập bị pruôi tới con ơi con đây tập bị pruôi tới nơiពេលដែលគេដាក់ពេលâm នៅតាមផ្លូវតឡែងកែងហើយគេកូនឯងជិះម៉ូតូឬឡានបើកូនឯងឡានធំដុំគេអត់បញ្ឈប់ទេកូនឯងជិះម៉ូតូគេថាឈប់សិនអត្តសញ្ញាណបានគ្រប់អាយុគេហៅឡើងឡានខ្ញុំឆ្លងអស់ហើយអាគេចាប់តាហ៊ាននោះអូខេតាហ៊ានខ្មែរមាន7 10លាននាក់ប៉ុន្តែដកអាតាហ៊ានខ្មៅចេញដកអាតាហ៊ានដើរលេងចេញដកអាតាហ៊ានកូនអ្នកមានចេញដកអាតាហ៊ានកូនមន្ត្រីចេញនៅព្រំដែនប្រហែលថ្ងៃហ្នឹងអស់ប្រហែលអីប្រហែលមិនដឹងទេអូខេសុភរិទ្ធចំណាយអត់ដឹងទេកូនអត់មានអ្នកណាតែដឹងទេអាហ្នឹងយើងមិនដឹងណាយើងវាមិនដឹងទេអាកន្លែងហ្នឹងមិនមែនភ្នែកទឹកណាកូនពេជ្រសម្បូរកូនឯងចាញ់បោកគេទៀតដែរអូត្រាំនិយាយចេះត្រាំនិយាយចុះចាំពូប្រាប់ណាកូនណាត្រាំចេះហាមាត់និយាយហើយប៉ុន្តែត្រាំអត់ដាក់តំណាងខ្លួនឲ្យមកបញ្ចប់សង្គ្រាមវាអត់ចប់ទេហើយបើត្រាំហ៊ានគៀបសង្កត់លើថៃថៃវាចូលចិនហើយបើត្រាំគម្រាមខ្លាំងថៃវាព្រមឈប់បាញ់ប៉ុន្តែវានៅត្រឡប់មកបាញ់វិញនឹងអ៊ំនិយាយម្ដងទៀតណាកូនណាតាមពិតអ៊ំនិយាយឲ្យអស់ហើយកូនណាសឹបភេងលឹមប្រាប់អញ្ចឹងហើយប៉ុន្តែអាពួកកថាហ្នឹងមានអីវាជេរវាពោលតាមពិតសិតតែឲ្យយោបល់រដ្ឋាភិបាលទេឲ្យយោបល់ហ៊ុនសែនហ៊ុនម៉ាណែតជាពិសេសហ៊ុនសែនឲ្យយោបល់គាត់ល្អណាស់ចិន្តាគុណកុំតន់អាល់មកអញ្ចឹងខ្ញុំជូនប៉ុណ្ណឹងណាបងប្អូនខ្ញុំជូនប៉ុណ្ណឹងចាំជួបគ្នាភាគក្រោយទៀតឬក៏ខ្ញុំអាប់ដេតបន្តិចសិនមិនហើយខ្ញុំអាប់ដេតបន្តិចសិនខ្ញុំអាប់ដេតបន្តិចសិនខ្ញុំក្មួយពេជ្រភិរមនោះខំប្រឹងផ្សាយភូតភូមិបាញ់កំទេចតំបន់សេដ្ឋកិច្ចពិសេសតិចអស់សិតតែភូតហើយខ្មែរប៉ុន្តែគាត់ភូតយូរទៅមនុស្ស9នាក់ចេះតែភូតតែខ្លួនឯងភូតអើយភូតមួយថ្ងៃភូតPTT
mình lụa preng ao Campuchia ở bàn ca này mình lụa cầu về ọt bàn nhà đây một đa pluk đâm ray ọt miền tây ok là chăm mơ thật ta miền ở vây play update sẵn admin apply tê ok giúp trừ hỏi ok Phnom 302ខាងនោះវាយខ្លាំងណាស់ងាប់ទៅហ៊ានសៀម2នាក់គេនាំគ្នាបង្ហាញ coordinate ទីតាំងដែលគេចង់ឲ្យលោកហ៊ុនសែនបាញ់ថៃបងប្អូនជឿថាបើមនុស្សម្រៀលដូចយើងស្គាល់ coordinate ទីតាំងថៃបងប្អូនជឿថាថៃស្គាល់ coordinate ទីតាំងកម្ពុជាទេចម្លើយថា coordinate ដែលមករៀលយកបាននេះបើមករៀលអញ្ចឹងយកបានអាកងទ័ពថៃបច្ចេកវិទ្យាវាក៏វាយកបានណាបន្ទាប់មកទៀតតើមាន coordinate នឹងទៅបាញ់គេបានទេវាអាស្រ័យទៅលើអាវុធទី1អាវុធនឹងត្រង់ទេទី2ចម្ងាយអាវុធនឹងរត់បានប៉ុន្មានគីឡូម៉ែត្រថៃវាមានយន្តហោះមកទម្លាក់នៅលើទឹកដីកម្ពុជាចំណែកយើងមានតែអា PHL 03ទេអញ្ចឹងតើអ្នកដែលល្ងងខ្លៅខំប្រឹងបង្ហាញ coordinate ទីតាំងសៀមហ្នឹងឯងផ្សាយរឹតតែច្រើនថៃចាប់យកហើយថៃដឹងថាមនុស្សខ្មែរនឹងចិត្តគំនិតអាក្រក់អញ្ចឹងថៃក៏រឹតតែចងក្រងគោលដៅថៃបើវាចង់ទៅបំផ្លាញគោលដៅណាវាមានយន្តហោះហើយចំណែកយើងបើយើងចង់បំផ្លាញគោលដៅអត់មានយន្តហោះមិនគិតពីរឿងការពារខ្លួនទេឥឡូវនេះបើវាផ្ដាច់ស្ពានកោះកុង1ម៉ោងអង្កលដាច់ប៉ុណ្ណឹងបើវាចង់បំផ្លាញទំនប់វារីអគ្គិសនីនៅពោធិ៍សាត់មកដល់ខ្ទេចអូខេបើវាចង់វានិយាយហើយវាអត់មាត់ទេទំនប់កំចាយណាបើវាសិក្សាថាចិនយើងមិនសូវជាពាក់លុយចិនឬក៏ជួញ venture វាក៏បំផ្លាញទំនប់វារីអគ្គិសនីកំចាយបានមិនក៏យើងចេះតែញុះញង់វាឲ្យវាមកបាញ់យើងអញ្ចឹងអាអ្នកបង្កើត coordinate នេះពង level លវាយដូចស៊ីត្រាវយ៉ាងលេខកាត់សៀមផ្ដាច់នេះលេខកាត់សៀមផ្ដាច់នោះបងប្អូនវាមកបំផ្លាញយើងបានយើងអត់បំផ្លាញវាបានទេហើយមិនក៏យើងមាត់យើងស្អុយមែនអានឹងសិតកពូជស៊ីត្រាវធ្វើអីគេមិនកើតទេស៊ីត្រាវអូបង្ហាញរហូតដល់វាមានរដ្ឋាភិបាលសៀមទៀតបានអីទៅបាញ់វាអញ្ចឹងបានថាមនុស្សយើងសេចក្តីល្ងងនាំមកនៅសេចក្តីអន្តរាយមនុស្សដែលល្ងងនាំតែសេចក្តីអន្តរាយដាក់ខ្លួនទេបងប្អូនយល់ទេគេថាអានឹងជួយជាតិបង្ហាញ coordinate ណាបងប្អូនបើមនុស្សមករៀលអញ្ចឹងបង្ហាញអា coordinate បានបង្ហាញអា coordinate point បានហើយចុះពួកសៀមនឹងវាអត់មានប្រដាប់ហើយវាមានយន្តហោះហើយយើងមិនគិតរឿងហ្នឹងឯងយើងទៅគិតឯណាអញ្ចឹងអត់ថាមនុស្សយើង
ហើយកុំហាមតែហាមគេថាយើងមិនស្នេហាជាតិណាអញ្ចឹងអរគុណខ្ញុំជំរាបលាបងប្អូនបាទចាំជួបគ្នាភាគក្រោយ